លោកម្ចាស់មានអ្នកមកដាក់ពាក្យធ្វើការទៀតហើយម្នាក់នេះមើលទៅស្លូតបូតល្អអ្នកឈ្មោះអ្វីមិននឹកស្មានថាអ្នកមានបំផុតសោះសង្ហគាត់មិនមែនបោកប្រាស់ស្រីក្រីក្រដូចខ្ញុំទេមែនទេបានហើយសាកល្បងមើលទៅនេះជាការសម្ភាសចូលធ្វើតែខំប្រឹងឲ្យអស់ពីសមត្ថភាពណាខ្ញុំមិនត្រូវការទេឲ្យគាត់ចេញទៅខ្ញុំមិនឲ្យគាត់បញ្ចុកបាយទេពួកគេសុទ្ធតែជាមនុស្សស្រីចិត្តអាក្រក់កុំបារម្ភខ្ញុំមិនមែនធ្វើដើម្បីអ្នកទេខ្ញុំធ្វើដើម្បីវីរបុរសគ្មានគូប្រៀបនឹងមនុស្សយន្តរន្ទះញ៉ាំឲ្យច្រើនបន្តិចញ៉ាំឆ្អែតមានកម្លាំងទើបអាចជួយសង្គ្រោះពិភពលោកបានមិនចូលចិត្តញ៉ាំបាយឲ្យដៃជើងស្គមស្គាំងការពារខ្លួនឯងក៏មិនបានទើបទៅឈ្នះសត្វចម្លែកយ៉ាងអូចង់ញ៉ាំបន្លែនឹងមែនទេត្រូវហើយញ៉ាំបន្លែទៅទើបមានកម្លាំងទៅវីសត្វចម្លែកអូយចុះនៅទីនេះមានស្រីស្អាតតូចម្នាក់វីរបុរសគ្មានគូប្រៀបអាចចែកបាយដែលនៅសល់ឲ្យគាត់ញ៉ាំបានទេបានតើយល់ព្រមក្នុងពេលដែលវីរបុរសគ្មានគូប្រៀបនិយាយហើយខ្ញុំចែកឲ្យបន្តិចចុះតែហាមញ៉ាំច្រើនពេកណាបើញ៉ាំលើវីរបុរសគ្មានគូប្រៀបគាត់នឹងសោកសៅហើយហេតុអ្វីមិនឲ្យខ្ញុំញ៉ាំបន្លែខ្លាចខ្ញុំញ៉ាំលើវីរបុរសគ្មានគូប្រៀបមែនទេស្រីចិត្តអាក្រក់កញ្ញាស៊ូវីឡានេះមាន3ជាន់អ្នកត្រូវនៅជាន់ទី2ជាមួយលោកប្រុសតូចលោកម្ចាស់គាត់នៅជាន់ទី3តែហាមឡើងទៅជាន់ទី3ដាច់ខាតពីមុនមានស្រីម្នាក់មិនស្គាល់ខុសត្រូវលួចឡើងទៅលើនោះកណ្ដាលយប់ត្រូវបានលោកម្ចាស់បោះចេញតាមបង្អួចលោកកុំបារម្ភខ្ញុំនឹងមិនធ្វើបែបនោះទេកូនប្រុសអ្នកមានបំផុតទើបតែ4ឆ្នាំអាចដេចម្នាក់ឯងនេះជួយសម្រាលការងារខ្ញុំពិតជាស្រួលបួលមែនតើអ្នកគិតថាកូនខ្ញុំជាអ្វីប៉ាខ្ញុំកំពុងលេងតួអង្គជាមួយបងស៊ូវ៉ាន់ប៉ាមើលចុះខ្ញុំញ៉ាំច្រើនជាងឆ្កែទៅទៀតហុងលោកម្ចាស់ទោះបីវិធីរបស់កញ្ញាស៊ូប្លែកបន្តិចមែនតែវាមានប្រសិទ្ធភាពណាស់ពីមុនតាមបញ្ចុកក៏លោកប្រុសតូចមិនព្រមញ៉ាំតែរសៀលនេះគាត់ញ៉ាំបាយអស់ពីចានបាត់ទៅហើយបដិញ្ញាថានឹងយកឈ្នះអាមាសនោះឲ្យបានចានឆ្នាំងមនុស្សនិងឆ្កែត្រូវតែប្រើដាច់ដោយឡែកពីគ្នាលោកកុំបារម្ភអីឆ្កែរបស់លោកពិតជាចូលចិត្តភាពស្អាតស្លាបព្រារបស់ក្មេងប្រុសវាមិនដែលប៉ះពាល់ឡើយក្នុងឯកសារថាអ្នកលេងលេះគ្នាហើយមែនទេមូលហេតុអ្វីដែរដោយសារតែឋានៈមិនស្មើគ្នាអ្នកបានឃើញសេចក្តីប្រកាសជ្រើសរើសបុគ្គលិកកាលពីម្សិលមិញហើយខ្ញុំចង់រកម៉ាក់ឲ្យកូនប្រុសខ្ញុំម្នាក់នេះខ្វះភាពកក់ក្ដៅគេចូលចិត្តតែនៅផ្ទះមិនចង់ចេញទៅក្រៅឡើយរឹតតែមិនចង់ទៅសាលាខ្ញុំរវល់នឹងការងារខ្លាំងចង់រកស្ត្រីដែលមានការអត់ធ្មត់មកធ្វើជាម៉ាក់របស់គេខ្ញុំនឹងចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយអ្នកធ្វើការបញ្ជាក់ពីទ្រព្យសម្បត្តិអំណត់ព្រំដែនសិទ្ធិនិងកាត់ប្រកិច្ចឲ្យច្បាស់ខ្ញុំយល់ហើយខ្ញុំព្រមទទួលយកទាំងអស់គ្រួសារអ្នកមានគេតែងតែធ្វើបែបនេះមុននឹងរៀបការគឺត្រូវតែចុះកិច្ចសន្យាជាមុនសិនទោះបីជាលើកមុនជាការស្រឡាញ់គ្នាក៏ដោយក៏ត្រូវចុះកិច្ចសន្យាដែរព្រោះតែភាពខុសគ្នានៃឋានៈដល់ពេលអស់ចិត្តលេងលេះគ្នាខ្ញុំមិនសល់អ្វីទាំងអស់សូម្បីតែចិញ្ចៀនរៀបការពីមុនក៏គេយកទៅវិញដែរម្យ៉ាងវិញទៀតលោកលូជាអ្នកមានមុខមាត់ការរៀបការក៏ត្រូវតែប្រុងប្រយ័ត្នជាងធម្មតាតាមពិតទៅខ្ញុំគ្រាន់តែចង់បានកន្លែងស្នាក់នៅមួយចាំបាច់ចុះសម្បត្តិការចុះសម្បត្តិគឺដើម្បីកូនខ្ញុំចង់រកម៉ាក់ម្នាក់ដែលនៅជាមួយគេបានយូរអង្វែងហើយអាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដែលរឹងមាំបំផុតសម្រាប់កូនបើអញ្ចឹងធ្វើតាមអ្វីដែលលោកកុំបារម្ភអីក្នុងមួយខែខ្ញុំនឹងឲ្យលុយអ្នក100000យ៉នសម្រាប់ចំណាយផ្ទាល់ខ្លួនរបស់អ្នកទាំងអស់អ្នកចង់ចាយវាយ៉ាងណាលោកលូខ្ញុំចង់សួរថាបើថ្ងៃក្រោយលេងលេះគ្នាតើលុយចាយវាទាំងនោះខ្ញុំអាចយកទៅបានណាលុយដែលឲ្យអ្នកទៅហើយគឺជារបស់អ្នកបើអញ្ចឹងខ្ញុំក៏អស់បារម្ភដែររឿងជីវិតប្តីប្រពន្ធខ្ញុំមិនទាន់មានតម្រូវការអ្វីទេដូច្នេះអ្នកនៅតែបន្តគេងនៅជាន់ទី2ដូចដើមទៅខ្ញុំក៏មិនមានតម្រូវការបែបនេះហើយ3ថ្ងៃក្រោយលេងលេះខ្ញុំក៏រៀបការថ្មីដូចលើកមុនដែរគឺគ្មានពិធីការអ្វីទាំងអស់ពាក់វីទៅមើលទៅធម្មជាងអស់នេះដើម្បីកូនប្រុសលោកមិនចាំបាច់ទេពិតជាមិនចាំបាច់ចំណាយច្រើនដើម្បីកូនទេពាក់ទៅមើលទៅដូចជាគ្រួសារពិតប្រាកដជាងបើអញ្ចឹងអរគុណលោកលូដែលបានចំណាយប្រាក់ច្រើនបែបនេះមានរឿងអីនឹងជាងហឺមិនក៏មិនទាន់ទេស៊ូហ្វានអ្នកជួយអានរឿងមុនពេលគេងឲ្យខ្ញុំស្ដាប់បានទេចុះអ្នកចង់ឲ្យខ្ញុំអានរឿងឲ្យស្ដាប់មែនទេខ្ញុំនឹងឲ្យប៉ាខ្ញុំបន្ថែមលុយឲ្យបើអ្នកមិនព្រមក៏មិនអីដែរមកនេះមកមិនបាច់បន្ថែមលុយទេខ្ញុំអានឲ្យស្ដាប់ស៊ូហ្វានអរគុណអ្នកខ្លាំងណាស់មិននឹកស្មានថាជាងហឺព្រមឲ្យអ្នកនៅក្បែរគេសោះរាល់ខែខ្ញុំនឹងបន្ថែមលុយចាយវីឲ្យអ្នក50000យ៉នទៀតលោកលូនេះវាច្រើនពេកហើយខ្ញុំទទួលយកមិនបានទេវាច្រើនពេកហើយអាពាហ៍ពិពាហ៍មុនរបស់ខ្ញុំចំណាយច្រើនជាងនេះទៅទៀតពេលលេងលេះគ្នាខ្ញុំក៏រហូតដល់ស្នាក់នៅផ្ទះសំណាក់ថោកក៏មិនពេលថ្ងៃមើលកូនពេលយប់ធ្វើម្ហូបពាក់កណ្ដាលអាធ្រាត្រត្រូវក្រោកមកសម្អាតផ្ទះដៃក្មេកនៅតែថាខ្ញុំទំនេរនៅផ្ទះរាល់ថ្ងៃថាខ្ញុំរស់នៅស្រួលពេកពេលលេងលេះគ្នាគេនៅតែថាខ្ញុំរស់នៅស្រួលក្នុងផ្ទះគេដល់ទៅ3ឆ្នាំលោកលូលោកឲ្យខ្ញុំច្រើនពេកហើយខ្ញុំពិតជាស្រឡាញ់ក្មេងម្នាក់នេះណាស់វាគ្រាន់តែជាការអានរឿងឲ្យស្ដាប់មិនពិបាកអ្វីឡើយអ្នកមុនសុទ្ធតែគិតតែពីចង់យកចិត្តខ្ញុំគ្មានអ្នកណាយកចិត្តទុកដាក់លើជាងហឺទេរឿងបន្ថែមលុយ50000យ៉ននេះសម្រាប់តាមនឹងចុះអ្នកមិនបាច់បដិសេធទៀតទេអរគុណលោកលូខ្ញុំនឹងមើលថែជាងហឺឲ្យបានល្អលោកប្រុសតូចខ្លាចថាបើអ្នកទៅហើយនឹងមិនត្រឡប់មកវិញខ្ញុំមិនទៅណាទេមើលគ្រូពេទ្យរួចខ្ញុំនឹងត្រឡប់មកអានរឿងឲ្យកូនស្ដាប់វិញយកទេលោកប្រុសតើលោកនឹងទៅមន្ទីរពេទ្យជាមួយអ្នកនាងស៊ូដែរឬស៊ូហ្វានអ្នកឈឺមែនទេធ្ងន់ធ្ងរទេដោយសារខ្ញុំមិនសូវញ៉ាំបាយទើបឈឺបែបនេះកូនគុំធ្វើតាមខ្ញុំចុះវានឹងឈឺទេបើឈឺខ្លាំងតើត្រូវធ្វើម៉េចទៅបើអ្នកឈឺញ៉ាំស្ករគ្រាប់ទៅនឹងបាត់ឈឺហើយប៉ាជាអ្នកប្រាប់ខ្ញុំ3ឆ្នាំដែលរស់នៅផ្ទះគេរាល់ពេលខ្ញុំយំគេតែងតែថាខ្ញុំរករឿងថាខ្ញុំមានជំងឺបាក់ទឹកចិត្តអតីតស្វាមីក៏ថាខ្ញុំធ្វើរកពីដែរសូម្បីតែក្មួយប្រុសដែលខ្ញុំមើលថែ2ឆ្នាំក៏ជេរខ្ញុំថាជាមនុស្សអាក្រក់ដែលចូលចិត្តសម្រាប់ក្មេងមុខត្រជាក់ម្នាក់នេះតែអ្នកនៅតែសុខចិត្តចែករំលែកស្ករគ្រាប់ដែលអ្នកចូលចិត្តបំផុតមកឲ្យខ្ញុំអញ្ចឹងកូនត្រូវឆាប់ធំធាត់ឡើងណាចាំម៉ាក់រងចាំកូនមកការពារម៉ាក់លោកលូតើលោកមកទីនេះធ្វើអ្វីលោកមិនចាំបាច់ខំធ្វើដំណើរមកផ្ទាល់បែបនេះទេ
ខ្ញុំម្នាក់មើលថែផ្ទះប្រាប់ថាជីងហឺនាំអ្នកចេញទៅក្រៅខ្ញុំបារម្ភក៏មកមើលបន្តិចប៉ាឲ្យតែខ្ញុំនៅជាមួយស៊ូហ្វានប៉ាមិនបាច់បារម្ភទេប៉ាដឹងហើយលំបាកសម្រាប់អ្នកហើយស៊ូហ្វានលុយចាយវីប្រចាំខែខ្ញុំនឹងបន្ថែមឲ្យអ្នកទៀតមិនបាច់ទេលោកនឹងគឺច្រើនណាស់ហើយខ្ញុំចាយមិនអស់ទេមិនអីទេបើអ្នកមានតម្រូវការអ្វីផ្សេងទៀតក៏អាចប្រាប់ខ្ញុំបានដែរតើលោកអាចជួយរកឡានមួយទឹកឲ្យខ្ញុំបានទេតម្លៃប្រហែល 50,000 យ៉នដើម្បីងាយស្រួលពេលចេញទៅទិញម្ហូបឬនាំកូនទៅក្រៅមិនបាច់រកទេអ្នកទៅរើសយកឡានមួយណាក៏បានក្នុងយានដ្ឋានខ្ញុំទៅយ៉ាងណាក៏ទុកចោលទំនេរឡានក្នុងយានដ្ឋានលោកថប់បំផុតក៏ជាង 2 លានយ៉នដែរខ្ញុំមិនហ៊ានបើកទេបើមានស្នាមអ្វីបន្តិចបន្តួចលោកខ្ញុំក៏សងមិនគ្រប់ដែរបានហើយខ្ញុំនឹងឲ្យគេរកឡានដែលសមរម្យឲ្យអ្នកលោកលូភរិយារបស់លោកត្រូវការយកចិត្តទុកដាក់ពីក្រុមគ្រួសារកុំដាក់សម្ពាធលើគាត់ព្យាបាលបន្តិចម្ដងគាត់នឹងប្រសើរឡើងបានខ្ញុំនឹងចងចាំទុកខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកបានប្រាប់ស៊ូហ្វានខ្ញុំមិនយកទេវាឆ្អាបណាស់តែដៃខ្ញុំកាន់របស់ច្រើនណាស់ជីងហឺជួយខ្ញុំបន្តិចបានទេបានហើយខ្ញុំជួយអ្នកតែម្ដងនេះទេលើកក្រោយកុំទិញត្រីទៀតស៊ូហ្វានលីនជីឈៀនហេតុអ្វីអ្នកមកទីនេះអ្នកចង់ធ្វើអ្វីអ្នកជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាមកធ្វើជាអ្នកមើលថែក្មេងឲ្យគេទៅវិញវាមិនមែនជារឿងរបស់អ្នកទេកុំមកចេះដឹងចាប់តាំងពីថ្ងៃដែលអ្នករៀបការចូលត្រកូលលីនអ្នកតំណាងឲ្យមុខមាត់របស់ត្រកូលលីនជីឈៀនយើងលែងលេះគ្នាហើយវាគ្មានពាក់ព័ន្ធនឹងអ្នកទេអ្នកគឺជាអតីតកុំធ្វើឲ្យខ្ញុំខ្មាស់គេទៀតលំបាកគ្រប់គ្រាន់ហើយមែនបើអ្នកទទួលស្គាល់កំហុសខ្ញុំនឹងពិចារណារឿងខាងក្រៅគ្រាន់តែជាការសម្ដែងតំណែងប្រពន្ធនៅតែទុកឲ្យអូនមិនបាច់ទុកទេទុកឲ្យអ្នកផ្សេងចោះខ្ញុំមិនត្រូវការទេកូនកាំងក្មួយប្រុសរបស់លោកលីនស៊ីឈៀនខលមកខ្ញុំទុកតែគេព្រោះគេជាក្មេងល្អអ្នកធំខុសទេដែលមើលថែគេ2 ឆ្នាំរហូតមានចិត្តអាណិតអាឡូកូនកាំងមិនបាននឹកឃើញខលមកមីងអីចឹងអ្នកមីងស៊ូវ៉ាន់ម៉ាក់ខ្ញុំចង់និយាយជាមួយអ្នកមីងនិយាយថាអញទៅធ្វើជាអ្នកមើលថែកូនពិតជាធ្វើឲ្យត្រកូលលីនខ្មាស់ពិតជាថោកទាបមែននេះក្រដាស់ជូតទឹកភ្នែកទៅសុំទោសណាជីងហឺធ្វើឲ្យកូនភ័យមែនទេជីងហឺគេមិនអាចទទួលការខ្លាចគេមានវិបត្តិផ្លូវចិត្តខ្ញុំមិនខ្លាចទេអ្នកមីងយំទៅមនុស្សធំយំមិនមែនជារឿងអាម៉ាស់ទេអរគុណណាក្មេងល្អមីងយំឆ្អែតហើយយើងត្រឡប់ទៅផ្ទះវិញលោកលូមួយរយៈនេះគាត់ត្រឡប់មកផ្ទះទាន់ពេលញ៉ាំបាយហើយនៅលេងជាមួយកូនទៀតគាត់ជាអ្នកមានបំផុតមិនក៏ប្លែកម្លេះឬមួយគាត់ខ្សែថនហើយខ្ញុំមិនបារម្ភរឿងគាត់ខ្ញុំបារម្ភតែប្រាក់ខែ 15,000 របស់ខ្ញុំបាត់បង់លោកលូមិនក៏ថ្ងៃនេះត្រឡប់មកផ្ទះលឿនម្លេះបើលោកមានការងារអាចទៅធ្វើបានជីងហឺមានខ្ញុំមើលថែហើយគ្រូពេទ្យថាខ្ញុំត្រូវការមើលថែពីក្រុមគ្រួសារឥឡូវនេះអ្នកនឹងជីងហឺគឺជាគ្រួសារចុះពួកយើងរាប់ជាគ្រួសារតាំងពីពេលណាតែខ្ញុំមិនហ៊ាននិយាយទេតាមពិតជីងហឺមើលថែខ្ញុំម្នាក់ឯងក៏បានដែរគ្រូពេទ្យថាស្ថានភាពខ្ញុំល្អឡើងវិញគឺដោយសារតែជីងហឺទៅយើងទៅរៀនប៉ាត្រូវធ្វើការបន្តទៀតរាប់មានរឿងអីស្អែកនេះខ្ញុំត្រូវទៅចូលរួមពិធីជប់លៀងមួយគេតម្រូវឲ្យមានដៃគូទៅជាមួយអ្នកអាចទៅជាមួយខ្ញុំបានទេខ្ញុំមែនទេដោយសារពេលវេលាប្រញាប់រកអ្នកផ្សេងមិនទាន់ទេខ្ញុំនឹងផ្ដល់ប្រាក់ឲ្យអ្នកនៅសល់ពេលតែមួយថ្ងៃក្នុងនាមជាលោកលូតើលោករកដៃគូមិនបានមែនទេបានចាស់គ្រាន់តែខ្ញុំមិនសូវយល់ពីរបៀបរស់នៅបែបសង្គមតើវានឹងធ្វើឲ្យអ្នកខ្មាស់ការនៅជាមួយគ្រួសារអតីតស្វាមីខ្ញុំមិនដែលនាំខ្ញុំទៅចូលរួមកម្មវិធីធំម្ដាយក្មេកតែខ្ញុំគ្រាន់តែជាមនុស្សស្រីឥតប្រយោជន៍នាំទៅណាមានតែធ្វើឲ្យខ្មាស់អ្នកគ្រាន់តែនៅក្បែរខ្ញុំទៅបានហើយរឿងផ្សេងទៀតមិនបាច់បារម្ភទេអ្នកនាងស៊ូអ្នកមិនចាំបាច់ចេះរបៀបសង្គមអ្វីទេព្រោះលោកប្រុសរបស់យើងគឺជាស្តង់ដារនៃសង្គមស្រាប់ទៅហើយប៉ាមើលចុះស៊ូវ៉ាន់ស្អាតណាស់ហើយគាត់ថាអ្នកមីងទៅមិនអីទេចាស់ហើយខ្ញុំថាស៊ូវ៉ាន់មកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងនៅក្មេងលោកលូចុះអ្នកនាងដ៏ស្រស់ស្អាតម្នាក់នេះនាងគឺជាមិត្តរបស់ខ្ញុំនេះគឺជាភរិយារបស់ខ្ញុំស៊ូវ៉ាន់អូគឺលោកស្រីលូនឹងឯងលោកស្រីលូពិតជាស្រស់ស្អាតពីធម្មជាតិមែនស័ក្តិសមគ្នាខ្លាំងណាស់ជាមួយលោកលូស៊ូវ៉ាន់តើការធ្វើជាប្រពន្ធខ្ញុំវាខ្មាស់គេខ្លាំងណាស់មែនទេបានជាអ្នកមិនហ៊ានប្រាប់គេបែបនេះមិនមែនទេលោកកុំយល់ច្រឡំអីខ្ញុំគ្រាន់តែខ្លាចធ្វើឲ្យលោកខ្មាស់ស៊ូវ៉ាន់មានតែបរិះដែលគ្មានសមត្ថភាពគិតថាប្រពន្ធខ្លួនឯងជាការខ្មាស់គេខ្ញុំទៅរកភេសជ្ជៈសិនហើយលោកលូមិនមែននិយាយថាពិធីជប់លៀងត្រូវតែមានដៃគូទេចុះហេតុអ្វីលីនស៊ីឈៀនមិននាំមកស៊ូវ៉ាន់មែនទេពិតជាអ្នកបាញ់មិញខ្ញុំស្ទើរតែមិនខ្ញុំមិនដែលឃើញអ្នកស្អាតបែបនេះពីមុនមកទេធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ស៊ូវ៉ាន់រឿងដែលបងស្រីខ្ញុំទូរស័ព្ទទៅថ្ងៃនោះមិនមែនជាតាមពិតទៅការដែលខ្ញុំព្រមលែងលះគឺគ្រាន់តែចង់ឲ្យអ្នកដឹងកំហុសខ្លួនឯងបន្តិចឲ្យតែអ្នកព្រមចុះចាញ់ហើយសុំទោសម៉ាក់និងបងស្រីខ្ញុំនឹងព្រមរៀបការជាមួយអ្នកថ្មីនេះអាជីវកម្មគ្រួសារយើងចេះយកចិត្តគ្នាខ្លះទៅកុំរករឿងទៀតអីខ្ញុំស្គាល់ច្បាស់ណាស់ពីល្បិចរបស់លីនស៊ីឈៀនវីមួយដៃរួចឲ្យស្ករគ្រាប់មួយគ្រាប់ប៉ុន្តែខ្ញុំមិនមែនជាស៊ូវ៉ាន់ម្នាក់មុនទៀតទេលីនស៊ូឈៀនក្នុងពេលដែលយើងលែងលះគ្នាហើយ
ខ្ញុំមិនដែលគិតចង់ត្រឡប់ទៅរស់នៅជាមួយអ្នកវិញទេទោះបីជាជីវិតនេះខ្ញុំត្រូវដេកតាមស្ពានឬដើរសុំក៏ខ្ញុំមិនសុំអង្វរគ្រួសារតកូលលីនរបស់អ្នកដែរស៊ូវ៉ាន់អ្នកនៅតែមិនដឹងខ្លួនថាខុសហើយនៅតែគិតបែបនេះទៀតចាំដល់ពេលអ្នកជួបទុកពីកំហុសខ្លួនឯងសិនចាំមកសុំអង្វរខ្ញុំស៊ូវ៉ាន់រឿងរបស់យើងទុកនិយាយគ្នាក្រោយឥឡូវខ្ញុំត្រូវពិភាក្សាការងារសំខាន់កុំមករំខានខ្ញុំលោកលូខ្ញុំមកពីក្រុមហ៊ុនលីនវិជ្ជសាស្ត្រចង់ស្នើសុំឱកាសពីលោកម្ដងទៀត5ឆ្នាំកន្លងមកនេះយើងជាអ្នកផ្គត់ផ្គង់ចម្បងរបស់ហេតុអ្វីបានជាស្រាប់តែឈប់សារលោកយោថាពួកយើងគ្រាន់តែលោកប្រាប់មកយើងនឹងកែសម្រួលភ្លាមស៊ូវ៉ាន់តើអ្នកយោយ៉ាងណាដែរតើខ្ញុំគួរផ្ដល់ឱកាសឲ្យគាត់ទេស៊ូវ៉ាន់តើគាត់ពាក់ព័ន្ធអ្វីជាមួយរឿងនេះលោកលូលោកប្រហែលជាមិនដឹងទេស៊ូវ៉ាន់គឺជាអតីតភរិយានាងកំពុងតាមសុំត្រូវគ្នាជាមួយគ្នានាងគ្រាន់តែជាមេផ្ទះម្នាក់ប៉ុណ្ណោះលោកកុំប្រកាន់នាងអីស៊ូវ៉ាន់និយាយមកខ្ញុំស្ដាប់អ្នកមិញនេះលោកលីនប្រាប់ខ្ញុំថាកុំឲ្យរំខានគាត់ធ្វើការដូច្នេះខ្ញុំមិនបញ្ចេញយោបល់រឿងប្រុសអ្នកមិនអាចយល់បានទេពិតជាមនុស្សស្រីគ្មានកម្រិតមែនកុំនិយាយអ្វីទាំងអស់ប្រហែលជាគាត់មិនពេញចិត្តក្រុមហ៊ុនវិទ្យាសាស្ត្រនេះទេលោកលីនខ្ញុំពិតជាអស់លទ្ធភាពជួយហើយលោកលីនលោកបានធ្វើឲ្យលោកស្រីរបស់លោកលូលើកនេះលោកចប់ហើយនេះគឺជាស្ត្រីតែម្នាក់គត់ដែលនៅក្បែរលោកលូលោកស្រីលូអីទៅនាងគ្រាន់តែជាអ្នកបម្រើក្នុងផ្ទះត្រកូលថ្ងៃនោះនៅផ្សារស៊ូវ៉ាន់កំពុងបើកឡានទៅផ្សារដើម្បីបម្រើកូនប្រុសត្រកូលគ្រាន់តែស្លៀកឈុតថ្លៃក៏ចង់ខ្លាញ់ខ្លួនជាលោកស្រីលូដ៏ថ្លៃថ្នូរល្អពិបាកដាស់មនុស្សឈួតលោកស្រីលូសប្តាហ៍ក្រោយយើងមានកម្មវិធីជប់លៀងតើអាចអញ្ជើញលោកស្រីចូលរួមបានលោកស្រីលូស្វាមីខ្ញុំកំពុងដេញថ្លៃគម្រោងរបស់លោកសង្ឃឹមថាលោកស្រីជួយសុំទោសផងប្រពន្ធខ្ញុំគាត់មិនសូវចេះផឹកខ្ញុំសូមផឹកជំនួសគាត់លោកលូអរគុណដែលជួយដោះស្រាយបញ្ហាឲ្យខ្ញុំយប់នេះរួមទាំងការដែលលោកជួយការពារខ្ញុំនៅចំពោះមុខលីនស៊ីឈៀនស៊ូវ៉ាន់យើងជាប្តីប្រពន្ធនឹងគ្នាយើងគ្រាន់តែជាប្តីប្រពន្ធតែសម្បកក្រៅនៅចំពោះមុខលោកជួយខ្ញុំគឺជាទឹកចិត្តរបស់លោកខ្ញុំត្រូវតែអរគុណលោកស៊ូវ៉ាន់ចុះបើខ្ញុំមិនចង់ធ្វើជាប្តីប្រពន្ធតែសម្បកក្រៅជាមួយអ្នកទៀតនោះលោកលូលោកស្រវឹងហើយសុំទោសខ្ញុំប្រហែលជាស្រវឹងមែនទៅស៊ូវ៉ាន់ខ្ញុំជូនអ្នកទៅជាន់ទី2ស៊ូអានគឺខ្ញុំស៊ូអានហាមផ្ដាច់ទូរស័ព្ទខ្ញុំកំពុងនៅមុខវិឡាគ្រូសាបើមិនចង់ឲ្យរឿងនេះដឹងដល់លូចេញមកជួបខ្ញុំ